បងបងមានដឹងអត់ថាគ្រប់សរោមរបស់ APB សុទ្ធតែផ្ទុកសារធាតុចិនតឡាកំហាប់ខ្ពស់ហ្មងអញ្ចឹងអ្នកមានស្បែកមុខងាយរអីហ្នឹងគឺត្រូវមិនហ្មងប៉ុន្តែពួកសរោមហ្នឹងក៏មានសារធាតុគោពិសេសសំខាន់ផ្សេងគ្នាដែរដែលជួយផ្ដោតទៅលើបញ្ហាស្បែកដាច់ដោយឡែកពីគ្នាហ្មងដោយសរោម APB glutathione នេះចឹងគឺស័ក្តិសមសម្រាប់អ្នកគាត់មានស្បែកស្អាតអត់សឬមួយក៏មុខគាត់នឹងសអត់ស្មើគ្នាវាជួយឲ្យស្បែកយើងមើលទៅភ្លឺថ្លាជាងមុនកាត់បន្ថយស្នាមមុខខ្មៅដល់ជាតិទឹកហើយនឹងជួយកាត់បន្ថយរោលសរោម APB collagen EGF នេះវិញផ្ដោតសំខាន់ទៅលើបញ្ហាស្បែកយាធ្លាក់ពជាភាពចាស់ប្រើឲ្យស្បែកមុខហាប់តឹងណែនមានសំណើមនឹងជួយកាត់បន្ថយស្បែករោលគ្នាចំពោះសរោម APB retinol នេះវិញគឺស័ក្តិសមសម្រាប់ស្បែកដែលគាត់ទៅតែចាប់ផ្ដើមប្រើ retinol ដំបូងណាដោយសារតែវាមានកំហាប់ទាបមែនតើវាជួយពជាភាពចាស់កាត់បន្ថយស្នាមមុនស្នាមអុចខ្មៅជួយព្រមរុនរោមនិងជួយកាត់បន្ថយរោលដូចគ្នានិងចុងក្រោយគេ APB salicylic acid ជួយក្នុងការកាត់បន្ថយមុនកម្រិតស្រាលជាពិសេសគឺពួកមុនកប់មុនក្បាលខ្មៅហើយពួកអស់ហ្នឹងក៏វាជួយកម្ចាត់ស្នាមខ្មៅបន្ទាប់ពីការកាត់មុនដែរនិយាយរួមទៅគឺប្រើសរោមហ្នឹងពេលដែលមុខរបស់យើងហ្នឹងជាមុនអស់ស្នាមមុនក៏បាត់បដាតាមហ្នឹងដែរហើយវាថែមទាំងជួយធ្វើឲ្យស្បែករបស់យើងហ្នឹងម៉ត់អឡូនិងជួយកាត់បន្ថយរោលដូចគ្នាអញ្ចឹងបើសិនជាបងបងមានចំណាប់អារម្មណ៍ចង់ប្រើសរោម APB ប៉ុន្តែដឹងថាមុខខ្លួនឯងហ្នឹងត្រូវជាមួយនឹងពណ៌មួយណាបងបងអាចពិភាក្សាជាមួយខាងយើងបានណាមានទាំងលក់ដុំនិងលក់រាយ